សួស្តីអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាជាម្ចាស់អាជីវកម្មឬក៏ស្ថាប័នធ្វើការពាក់ព័ន្ធជាមួយនឹងវិស័យឯកជននេះគឺបងម៉ូនីកាជាប្រធានការគម្រោងនៅ CAS Cambodia មួយលើកខ្លួននិយាយទៀតពីអាជីវកម្មបែបមិនវិញហើយចូលអ្នកចាប់អារម្មណ៍តាក់ទងជាមួយនឹងអាជីវកម្មបែបបរិយាបន្នឬក៏អាជីវកម្មប្រកបដោយចីរភាពមើលនេះខ្ញុំមានដំណឹងល្អតិចទៀតអ្នកទាំងអស់គ្នានឹងដឹងហើយថាអ្វីទៅជា SBA Sustainable Business Alliance ដែលយើងហៅកាត់ថា SBA ហ្នឹងគឺជាកន្លែងភ្ជាប់ទំនាក់ទំនងនិងសហការរវាងអាជីវកម្មធុនតូចនិងមធ្យមជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីវិស័យឯកជនដើម្បីលើកកម្ពស់ការអនុវត្តអាជីវកម្មបរិយាបន្ននិងប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជាតើអញ្ចឹងមកស្វែងយល់ថាតើអ្នកនឹងទទួលបានអ្វីខ្លះពីការចូលរួមជាមួយនឹងកម្មវិធី SBA របស់យើងកម្មវិធី SBA នឹងផ្ដល់មកនូវឱកាសដល់លោកអ្នកក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងម្ចាស់អាជីវកម្មធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជាទទួលបានការផ្ដល់ព័ត៌មានអំពីការអនុវត្តល្អៗអំពីអាជីវកម្មដើម្បីលើកកម្ពស់អាជីវកម្មបរិយាបន្នហើយលោកអ្នកនឹងទទួលបានការធ្វើបច្ចុប្បន្នភាពអំពីកិច្ចការងារក្របខ័ណ្ឌគោលនយោបាយអាជីវកម្មបរិយាបន្នផងដែរអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយមែនទេថាអ្នកទាំងអស់គ្នាអាចចូលរួមសហការជាមួយកម្មវិធីរបស់យើងបានដល់របៀបណាដោយសារតែកម្មវិធី SBA គឺជាកម្មវិធីដែលរៀបចំឡើងជាបន្តបន្ទាប់ក្នុងរយៈពេល1ឆ្នាំពេញដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមសហការដោយការជួយធ្វើកម្មវិធីឬវេទិកាផ្សេងៗអ្នកចង់ជួយដល់របៀបណាក៏បានដែរដោយគ្រាន់តែផ្ញើ concept note មកកាន់ក្រុមការងាររបស់យើងនេះជាសកម្មភាពក្រៅឆាករបស់ពួកយើងតែសមិទ្ធផលក៏មិនអន់ដែរបងមកជួយដល់ស្រីអូខេចាំជួបអ្នកទាំងអស់គ្នានៅក្នុងកម្មវិធី SBA ចូលរួមទាំងអស់គ្នាដើម្បីការលើកស្ទួយការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជាសូមអរគុណ